Bà, ok sự đầy bóng ổn ở cái này mà chụp cái xa dịch mình đầu tiên hơi cho mùi nâng trên này khai online baสำหรับវីដេអូថ្មីថ្ងៃនេះផងដែរគឺខ្ញុំសូមធ្វើការបង្ហាញបងប្អូនពីរបៀបនៃការទូទាត់ថ្លៃដឹកជញ្ជូននៅក្នុង app Loda ដោយសារខ្ញុំធ្វើការបញ្ជាទិញទំនិញពីចិនមកអញ្ចឹងដឹកតាមរយៈ Loda អញ្ចឹងខ្ញុំសូមធ្វើការទូទាត់សម្រាប់វីដេអូនេះគឺខ្ញុំទូទាត់ដើម្បីដកយកទំនិញហ្នឹងមកប្រើប្រាស់តែម្ដងមុននឹងចូលទៅដល់ការបង្ហាញពីរបៀបនៃការទូទាត់ថ្លៃដឹកជញ្ជូននៅក្នុង app Loda សម្រាប់បងប្អូនដែលជាសមាជិកថ្មីអត់ទាន់បានចុចទៅលើប៊ូតុង Subscribe សូមជួយចុចទៅលើប៊ូតុង Subscribe ដើម្បីទទួលបានរាល់វីដេអូថ្មីៗបន្ថែមទៀតពីខ្ញុំផងដែរអូខេអញ្ចឹងមុនដំបូងគឺបងប្អូនជួយទៅកាន់ app Loda មកអូខេអញ្ចឹងនៅពេលដែលបងប្អូនចូលមកកាន់ app Loda ហើយគឺបងប្អូនចុចទៅលើខ្ញុំនេះគឺនៅខាងស្ដាំដៃរបស់យើងហ្នឹងគឺរូបមនុស្សហ្នឹងអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើពាក្យខ្ញុំនឹងហើយគឺដំណើរការមកកាន់ត្រង់ចំណុចនេះអញ្ចឹងត្រង់ចំណុចនេះគឺបងប្អូនចុចទៅលើត្រង់ចំណុចខាងលើគឺត្រង់ចំណុចនេះផងដែរគឺប្រអប់របស់ខ្ញុំនេះមកណាគឺបងប្អូនចុចទៅលើត្រង់ចំណុចហ្នឹងមកអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចទៅត្រង់ចំណុចនេះផងដែរគឺដំណើរការមកកាន់ទម្រង់ដែលឲ្យយើងធ្វើការទូទាត់ទឹកប្រាក់ហើយអញ្ចឹងសម្រាប់អីវ៉ាន់មួយនេះគឺថ្លៃដឹកជញ្ជូនពីចិនមកដល់ប្រទេសកម្ពុជាយើងគឺ$3.3 សេនអញ្ចឹងដើម្បីធ្វើការទូទាត់ថ្លៃដឹកជញ្ជូននឹងបាននោះត្រូវតែយើងធ្វើការបញ្ចូលទឹកប្រាក់ទៅក្នុង app Loda សិនណាអញ្ចឹងសម្រាប់វីដេអូនៃការបញ្ចូលទឹកប្រាក់ទៅក្នុង app Loda គឺខ្ញុំបានបង្ហាញការពីវីដេអូមុនអញ្ចឹងបងប្អូនអាចចូលទៅទស្សនាវីដេអូនៃការបញ្ចូលទឹកប្រាក់នៅក្នុង app Loda ហ្នឹងគឺនៅក្នុងវីដេអូចាស់របស់ខ្ញុំគឺវីដេអូពីមុនហ្នឹងណាបងប្អូនអញ្ចឹងបងប្អូនអាចចូលទៅមើលបានអញ្ចឹងដើម្បីធ្វើការទូទាត់បងប្អូនចុចទៅលើប្រអប់ខាងលើនេះគឺចុចអីវាគ្រីសមកត្រង់ចំណុចហ្នឹងត្រង់ចំណុចនេះអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចត្រង់ចំណុចនេះហើយគឺតម្រូវឲ្យយើងធ្វើការចុចទៅលើពាក្យបង់ប្រាក់ណាគឺថ្លៃដឹកជញ្ជូននេះគឺ$3.3 សេនអញ្ចឹងបងប្អូនធ្វើការចុចទៅលើពាក្យបង់ប្រាក់ខាងក្រោមនេះគឺនៅខាងក្រោមនេះណាបងប្អូននៅខាងក្រោមនេះគឺចុចលើពាក្យបង់ប្រាក់ហ្នឹងមកអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើពាក្យបង់ប្រាក់ហើយគឺតម្រូវឲ្យយើងធ្វើការបញ្ចូលលេខកូដ6ខ្ទង់គឺបញ្ចូលលេខកូដទូទាត់តំណែងណាទូទាត់តំណែងអញ្ចឹងនៅពេលដែលបងប្អូនធ្វើការបង្កើត account Loda បងប្អូនបញ្ចូលលេខកូដ6ខ្ទង់ប្រមាណគឺបងប្អូនបញ្ចូលលេខត្រង់កន្លែងទូទាត់តំណែងនេះប៉ុណ្ណឹងដូចគ្នាគឺពាក្យសម្ងាត់ណាបងគឺពាក្យសម្ងាត់អូខេអញ្ចឹងបងប្អូនសូមធ្វើការបញ្ចូលត្រង់ចំណុចមួយខ្ញុំសូមធ្វើការបញ្ចូលតែម្ដងអូខេនៅពេលដែលបងប្អូនបញ្ចូលលេខសម្ងាត់6ខ្ទង់នឹងហើយគឺបងប្អូនធ្វើការចុចទៅលើពាក្យបង់ប្រាក់ឥឡូវមកអូខេអញ្ចឹងនៃការទូទាត់បង់ប្រាក់របស់យើងគឺទទួលបានជោគជ័យណាបងប្អូនទទួលបានជោគជ័យការបង់ប្រាក់ថ្លៃដឹកជញ្ជូននៅក្នុង app Loda របស់យើងថាក្រុមហ៊ុន Loda ហ្នឹងគឺទទួលបានជោគជ័យហើយអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់គឺបងប្អូនចូលទៅកាន់ទម្រង់មួយបែបទៀតដើម្បីធ្វើការបញ្ជានៃការដកតែយើងទៅដកយកអីវ៉ាន់នឹងដោយខ្លួនឯងឬមួយយើងដកអីវ៉ាន់ឲ្យគេដឹកឲ្យមកអញ្ចឹងណាបងប្អូនយើងបងប្អូនថយមកក្រោយមកអូខេអញ្ចឹងបងប្អូនចុចទៅលើពាក្យការដឹកជញ្ជូនលីដាហ្នឹងមកណាគឺរូបឡាននេះគឺបងប្អូនចុចទៅត្រង់ចំណុចហ្នឹងមកដើម្បីបញ្ជាក់ការដឹកជញ្ជូនរបស់យើងត្រង់ចំណុចនេះមកអូខេអញ្ចឹងបងប្អូនចុចទៅលើពាក្យដាក់ស្នាណាគឺការទូទាត់ថ្លៃដឹកជញ្ជូនគឺយើងទូទាត់ហើយតែយើងអត់ទាន់បានស្នើដកទេអញ្ចឹងបងប្អូនត្រូវចុចទៅលើពាក្យស្នើដើម្បីដកយកអីវ៉ាន់នេះណាដើម្បីដកយកអីវ៉ាន់នេះបងប្អូនចុចលើពាក្យស្នើហ្នឹងមកអូខេអញ្ចឹងអីវ៉ាន់ដែលខ្ញុំធ្វើការទូទាត់មិញគឺមានតែមួយទេអញ្ចឹងបងប្អូនចុចទៅលើប្រអប់ខាងលើនេះគឺចុចទៅលើរង្វង់ខាងលើហ្នឹងមកដើម្បីឲ្យវាចុចគ្រីសមកត្រង់ចំណុចនេះអូខេអញ្ចឹងបងប្អូនចុចគ្រីសត្រង់ចំណុចនេះហើយគឺបងប្អូនចុចទៅលើពាក្យស្នើដាក់ស្នើនេះគឺយើងដាក់ស្នើដកអីវ៉ាន់ហ្នឹងតែម្ដងណាបងប្អូនអញ្ចឹងនៅពេលដែលដាក់ស្នើគឺមកកាន់ត្រង់ចំណុចនេះផងដែរអញ្ចឹងត្រង់ចំណុចនេះគឺតម្រូវយើងធ្វើការជ្រើសរើសតើយើងចង់ឲ្យគេដឹកយកមកឲ្យឬមួយយើងចង់ទៅយកខ្លួនឯងអញ្ចឹងណាបងប្អូនអញ្ចឹងខាងលើនេះការដឹកជញ្ជូនដោយឥតគិតថ្លៃគឺខាងក្រុមហ៊ុន Loda គឺដឹកមកដល់មុខផ្ទះយើងតែម្ដងតែដោយសារខ្ញុំអត់ឲ្យដឹកទេដោយសារវាយ៉ាងយូរបន្តិចអញ្ចឹងខ្ញុំទៅយកខ្លួនឯងដោយសារវាគីផ្ទះខ្ញុំដែរទេអញ្ចឹងខ្ញុំចុចទៅលើពាក្យនេះគឺដោយខ្លួនឯងគឺ
ខ្ញុំចង់ទៅយកដល់ខ្លួនឯងត្រង់ចំណុចនេះវាមាន2ជំរឿបងប្អូនវាមាន2ជំរឿឲ្យយើងជ្រើសរើសណាជំរឿទី1គឺតម្រូវឲ្យគេដឹកឲ្យជំរឿទី2គឺដោយខ្លួនឯងតែខ្ញុំជ្រើសយកអីវ៉ាន់នេះដោយខ្លួនឯងអញ្ចឹងបន្ទាប់មកគឺយើងកំណត់ពេលវេលាថាយើងកំណត់ពេលវេលានេះគឺយើងទៅយកម៉ោងម៉ានឧទាហរណ៍ថាថ្ងៃហ្នឹងគឺថ្ងៃទី16ហើយអញ្ចឹងយើងទៅយកម៉ោងម៉ានយើងទៅយកម៉ោង11ក្នុងចន្លោះម៉ោង11ដល់ម៉ោង12ឬមួយយើងយកម៉ោងណាអញ្ចឹងខ្ញុំសូមជ្រើសម៉ោង11គឺចន្លោះពីម៉ោង11ទៅម៉ោង12នឹងតែម្ដងគឺខ្ញុំយកក្នុងចន្លោះហ្នឹងណាដោយសារវាចិត្តខ្ញុំដែរទេអញ្ចឹងដើម្បីយកបានគឺបងប្អូនចុចទៅលើពាក្យដាក់ស្នាម្ដងទៀតមកណាចុចទៅលើពាក្យដាក់ស្នាពាក្យខាងក្រោមនេះអូខេ